គាត់ពិតជាសំខាន់ដែលជាផ្នែកមួយនៃការគ្រប់គ្រងក្រុមល្ខោនខោលខេត្តបាត់ដំបងលោកបាក់រោមតាមរយៈវីដេអូហ្នឹងបានឲ្យខ្ញុំឃើញថាសិល្បៈនៅខេត្តហើយនិងនៅពេញវាខុសគ្នាណាស់ខ្វះខាតបាទជំរាបសួរខ្ញុំបាទឈ្មោះង៉ែរ៉ាឌីជាមន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទសិល្បៈហើយក៏ជាគ្រូឯកទេសល្ខោនខោលផងដែរជាដំបូងឡើយខ្ញុំសូមជំរាបសួរនាងខ្ញុំជួបផាន់ ផាន់លីដាជាអតីតនិស្សិតដែលទៅតែបញ្ចប់មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឯកទេសដឹកនាំរឿងល្ខោនក្បាច់បុរាណជំរាបសួរខ្ញុំគឺជាតំណាងមកពីខាងធនាគារ AC ដែរមានសេរីសុខស្រីពីយើងបានឃើញតម្រង់បានឃើញខ្មុកបានឃើញរូបយក្សរូបស្វាកាលពីក្មេងមកហើយប៉ុន្តែយើងអត់ដឹងថាអូតម្រង់ហ្នឹងល្ខោននៃគេទេមានអារម្មណ៍ថាក្តុកក្តួលនៅពេលដែលឃើញអាម៉ូតនៃខ្មុកកាយវិការនៃការរាំឬក៏ភាពសកម្មនៃការខំប្រឹងរបស់ពួកគាត់បានជំរុញឲ្យខ្ញុំខ្លួនឯងនេះមានអារម្មណ៍ថាមានភាពយូរអង្វែងក្នុងការបន្តថែរក្សាវាជាល្ខោនដ៏កម្រមួយសប្តាហ៍ថ្ងៃនេះល្ខោនខោលទម្រង់ខេត្តបាត់ដំបងហ្នឹងគឺយើងនៅសល់តែមួយវងទេគឺសល់តែវងរបស់ព្រឹទ្ធាចារ្យនាយកសាលវិជ្ជាជីហាខ្ញុំមិនដែលមើលទម្រង់ល្ខោនខោលនៅខេត្តបាត់ដំបងហ្នឹងឯងល្ខោនខោលក្នុងវាំងល្ខោនខោលវត្តស្វាយដែតខ្ញុំធ្លាប់បានមើលហើយល្ខោនខោលនៅខេត្តបាត់ដំបងដូចជាអត់សូវមានអ្នកគ្រប់គ្រងព្រឹទ្ធាចារ្យនាយកសាលវិជ្ជាជីហាកើតក្នុងឆ្នាំ1929នាខេត្តបាត់ដំបងបច្ចុប្បន្នលោកព្រឹទ្ធាចារ្យមានអាយុ95ឆ្នាំជាមរតកមនុស្សរស់ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមមរតកមនុស្សរស់កម្ពុជាទាំងអស់មានអារម្មណ៍ថាសែតពីដើមខ្ញុំនៅសម្ដែងជាមួយគាត់មានតែមុខទូរៀងមួយទេស្វាពូមុខទេបើយកនឹងកាត់កណ្ដាស់ទៅទៀតទៅគេទៅខោចទៅសត្រីសេនាអ្នកដែលមិនជាប់វិស័យសិល្បៈអត់បានសម្ដែងជាក្រុមជាគ្រូរបស់គាត់ទេมันអាចយកទៅពីបានទេសន្ធំឈឺវីដេអូនេះខ្ញុំបានឃើញអំពីការងារជាប្រតិបត្តិការដែលនៅក្នុងល្ខោនខោលនោះគាត់ខិតខំតស៊ូនឹងថែរក្សាទម្រង់ល្ខោនខោលខាងបាត់ដំបងនោះមកដល់សប្តាហ៍ថ្ងៃពេលដែលបំបើកកណេតនេះហើយខ្លាយជារបស់សាកសិទ្ធិហើយការសម្ដែងនេះគឺផ្សារភ្ជាប់អំពីល្ខោនហ្នឹងទៅនឹងសពជាក់ស្ដែងហើយការសម្ដែងហ្នឹងនៅពេលដែលតួអង្គម្នាក់ហ្នឹងស្លាប់គឺគេហៅតួអង្គហ្នឹងជំវិញមេហ្នឹងហើយគឺគេបូជាសពជាក់ស្ដែងហ្នឹងធ្វើពិធីបន់សពដែលផ្សារភ្ជាប់ជាមួយនឹងសាច់រឿងគុម្ពការដែលយើងឃើញអំពីជំនឿនៃទំនៀមទម្លាប់ប្រពៃណីដែលផ្សារភ្ជាប់ទៅនឹងរឿងគេពិតជាមានតម្លៃហើយនឹងពិតជាបម្រើឲ្យប្រជាជនសហគមន៍អញ្ចឹងខ្ញុំយល់ឃើញថាល្ខោនខោលពិតជាផ្សារភ្ជាប់ជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនរបស់យើងសប្តាហ៍ថ្ងៃសិល្បៈនៅខេត្តហើយនៅពេញវាដូចខុសគ្នាបាទបាក់រោមដែលយើងបានដឹងអញ្ចឹងធនាគារ AC ដែរគឺជាធនាគាររបស់ខ្មែរអញ្ចឹងយើងតែងតែជួយថាគ្រប់គ្រងទៅលើអីដែលជារបស់ខ្មែរយើងមិនថាទាំងសិល្បៈមិនថាទាំងផលិតផលអីផ្សេងគឺយើងគ្រប់គ្រងនឹងលើស្ទួយអីដែលជារបស់ខ្មែរដូចថាជាពិសេសគឺតាក់ទងជាមួយនឹងយុវជនដែលយើងខំព្យាយាមដែលយើងស្រឡាញ់វប្បធម៌ចំណាស់របស់យើងព្យាយាមកោះកកាយឡើងមកវិញដើម្បីបង្ហាញទៅដល់យុវជនជំនាន់ក្រោយផ្សេងទៀតការសម្ដែងវាប្លែកម្យ៉ាងវា
គួរឲ្យចាប់អារម្មណ៍ហើយជាអ្វីមួយដែលគាត់ថាវាអាចផ្ដល់ជាតម្លៃមួយសម្រាប់ឯកសារសម្រាប់ឲ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់ដូចគ្នាដែរ តាមរយៈគម្រោងនេះបាននាំទស្សនីយភាពហ្នឹងមកឲ្យខ្ញុំមើលហើយនឹងបងប្អូនផ្សេងទៀតបានទស្សនាដែរហើយលើពីហ្នឹងទៅទៀតហ្នឹងវាក៏ជាប្រយោជន៍ឲ្យអ្នកទស្សនាបានដឹងបានស្គាល់ពីល្ខោនខោលខេត្តបាត់ដំបងហើយជាពិសេសហ្នឹងវាជាប្រយោជន៍ផ្ទាល់ទៅដល់សិល្បករនៅខេត្តបាត់ដំបងហ្នឹងផ្ទាល់ហើយក៏ជាផ្នែកមួយនៃវិស័យទេសចរនៅក្នុងខេត្តបាត់ដំបងហ្នឹងដែរ